សួស្តីអ្នកគ្នាថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកគ្នាអំពីការប្រើប្រាស់ tool មួយចំនួននៅក្នុង Canvas ដើម្បីឲ្យអ្នកគ្នាអាចប្រើប្រាស់ឬក៏អាចយកទៅធ្វើជា design poster ឲ្យបានប្រសិនបើជាអ្នកគ្នាអត់ដែលប្រើ CapCut ពីមុនក៏អាចមើលវីដេអូនេះដើម្បីដឹងនិងអាចប្រើប្រាស់ tool នឹងបានដូចដំបូងពេលដែលយើងចូលមក Canvas យើងឃើញថាមាន tool សំខាន់ៗដែលគេបានដាក់ឲ្យយើងឃើញមាន presentation មាន social media វីដេអូ doc មាន whiteboard មានជា sheet website email មាន photo editor ហើយមាន customer site ចឹងទៅបន្ទាប់មកតទៅពីយើងចុច social media យើងឃើញថានៅខាងលើនេះគេមាន quick action មានទាក់ទងជាមួយនឹង mock up នេះគឺយើងអាចនិយាយថាគំរូផលិតផលដែលគេធ្វើជាលក្ខណៈថាជា design បន្ទាប់មកគេយក design របស់គេដាក់ចូលនៅក្នុង mock up ហ្នឹងដើម្បីមើលថាតើ design គេហ្នឹងពេលដាក់ចូលក្នុងប្រដាប់វាស្អាតឬក៏អត់អីចឹងណាបើអត់ស្អាតទេគេកែទៀតចឹងទៅហើយបន្ទាប់មកនេះតកតង resize នេះគឺយើងឃើញរូបមកុដនេះគឺ premium អញ្ចឹងដូចថាតើអ្នកមាន premium អាចប្រើ resize ហ្នឹងបាន resize ហ្នឹងមានថាឧទាហរណ៍ថាអ្នកនរគ្នា design size ជាការ៉េទេប៉ុន្តែបន្ទាប់មកទៀតអ្នកនរគ្នាចង់ resize poster ហ្នឹងទៅជាចតុកោណចឹងទៅអញ្ចឹង Canva វាមាន tool ហ្នឹងគ្រាន់តែអ្នកនរគ្នាចុច resize ទៅអញ្ចឹង artwork អ្នកនរគ្នានឹង fit ទៅមួយនឹង size ហ្នឹងហើយប៉ុន្តែយើងអាចប្រើបានដូចថាតែយើង pay តមក design insight នេះខ្ញុំគិតថានេះ tool ថ្មីទេបើតាមដឹងដូចជាទាក់ទងមួយនឹង data ហ្នឹងហើយអញ្ចឹងបន្ទាប់មកយើងមើលកន្លែងនេះទាក់ទងមួយ popular មានថាកន្លែងនេះគេដាក់មកនេះគេដាក់ថា size ដែល popular ដែលគេពេញនិយមប្រើណាវាមាន4ជាមួយនឹង5ហើយ Facebook post មានអីចឹងទៅមាន Instagram មាន Facebook ចឹងបើយើងអត់ដឹងថាខ្ញុំចាប់ផ្ដើមដំបូងខ្ញុំមិនដឹងថាត្រូវ design size ប៉ុណ្ណាទេអញ្ចឹងយើងអាចយកតាម popular size ដែល Canva recommend ហ្នឹងទៅក៏បានដែរបើអត់ទេយើងអាចប្រើ18x18 អញ្ចឹងណាហ្នឹងយើងចង់បាន Instagram យើងចុចលើ Instagram Facebook ចុច Facebook LinkedIn ចូល LinkedIn អញ្ចឹងគឺមានគ្រប់ size យើងអត់ពិបាកទេអញ្ចឹង Canva គឺងាយស្រួលត្រង់កន្លែងហ្នឹងមួយដែរបន្ទាប់មកទៀតយើងអូសមកក្រោមមកយើងឃើញថាមានpopular social media template អញ្ចឹងកន្លែងនេះគឺបង្ហាញទាក់ទងជាមួយនឹង template ទាំងអស់ដែលទាក់ទងជាមួយនឹង social media ដែលឲ្យយើងហៅថា creator នៅក្នុង Canva ហ្នឹងគាត់បាន design បន្ទាប់មកឲ្យយើងប្រើប្រាស់ចឹងទៅអញ្ចឹងនៅក្នុងហ្នឹងគឺវាលាយឡំគ្នាទាំងវីដេអូទាំង poster បានទាំងអស់ហ្នឹងយើងឃើញទាំងអស់ហ្នឹងណាហើយបន្ទាប់មកទៀតបើថាឥឡូវយើងអត់ចង់ឥឡូវយើងឃើញថាចែកយើងឃើញថាវាតិចមែនតើអញ្ចឹងយើងចង់ឃើញច្រើនទៀតយើងចុចកន្លែង see all នេះមកអញ្ចឹងពេលយើងបន្ទាប់យើងចុច see all យើងឃើញថាវាមានច្រើន template ទៀតដែរដែលយើងអាចជ្រើសរើសបានយើងអាចអូសមកក្រោមទៅយើងឃើញថាមានច្រើនមែនតើវាមានជាវីដេអូផងមានជា design មានអីផងចឹងទៅអញ្ចឹងដូចគ្នាដែរអ្នកយើងឃើញមាន size មានអីឲ្យយើងអាចជ្រើសរើសបានយើងមាន for you អីចឹង for you នេះគឺ AI នេះអញ្ចឹងពេលដែលយើងចុច for you វានឹង back មកកាន់ home page វិញអញ្ចឹងបន្ទាប់មកយើងចង់ទៅវិញយើងចូលកន្លែង social media ហ្នឹងមកអញ្ចឹងហើយបន្តមកទៀតគឺយើងធ្វើការ search លក្ខណៈថាdesign របស់ហ្នឹងអត់ទៅចិត្តជាមួយនឹងការ design របស់អ្នកគ្នាទេអ្នកគ្នាអាចធ្វើការ search បានទៀតដើម្បីឲ្យចេញមកអញ្ចឹងណាបើថាយើងទាក់ទងជាមួយនឹង car អីចឹងទៅអញ្ចឹងវានឹងចេញជា slide ឬក៏ជា template ឲ្យយើងមើលចឹងអញ្ចឹងឥឡូវយើងចាប់ផ្ដើមចូលទៅកាន់អឺ artwork របស់យើងមួយទៅដើម្បីយើងធ្វើការបញ្យល់អំពី tool ដែលយើងត្រូវប្រើអញ្ចឹងណាអូខេអញ្ចឹងខ្ញុំអត់យកតាម social media ហ្នឹងទេខ្ញុំធ្វើការ customize size ដោយខ្លួនឯងយើងចុចកន្លែង customize size បន្ទាប់មកខ្ញុំធ្វើការយក18:8បន្ទាប់មកទៀតដោយសារបើសិនជាអ្នកនរគ្នាដោយសារតែខ្ញុំមាន app នៅលើ laptop របស់ខ្ញុំអញ្ចឹងនៅពេលដែលបើកទៅគឺតែងតែសួរថាយើងចង់ប្រើ app Canva ឬក៏យើងចង់ប្រើលើ browser បើយើងចង់ប្រើលើ browser យើងចុច cancel បន្ទាប់មកយើងចុច continue browser instance អញ្ចឹងដំបូងបន្ទាប់ពីអ្នកគ្នាចូល
កន្លែង create size មានថាកំណត់ size តាមអ្នកគ្នាចង់បានហើយបន្ទាប់មក Canva នឹងបង្កើតផ្ទាំងកិច្ចការមួយដែលទទេអញ្ចឹងផ្ទាំងទទេគឺអត់ទាន់មានអីទេអញ្ចឹងខ្ញុំនឹងបញ្យល់អំពី tool ដែលយើងត្រូវប្រើអញ្ចឹងខ្ញុំបញ្យល់តែ tool ណាមួយដែលគិតថានឹងប្រើជាចាំបាច់ដែលយើងអាចប្រើញឹកញាប់អញ្ចឹងណាហ្នឹងហើយអញ្ចឹងខ្ញុំ tool ទី1គឺតាក់ទងជាមួយនឹងការបដូរ background អញ្ចឹងការបដូរ background ដើម្បីបដូរបានគឺអ្នកគ្នាចុចទៅលើផ្ទាំងសហ្នឹងមកចុចមកបន្ទាប់មកយើងឃើញពាក្យកន្លែង position ហ្នឹងគឺតាក់ទងជាមួយនឹង layer បើកម្មវិធីផ្សេងដូចជា Photoshop អីគឺគេដាក់ថា layer ប៉ុន្តែហើយសម្រាប់ Canva គេដាក់ថា position បន្ទាប់មកយើងឃើញកន្លែងនេះគឺយើងចុចយក mouse យើងដាក់នៅលើពណ៌សនេះមកយើងឃើញគេដាក់ថា background color អញ្ចឹងយើងចុចលើពណ៌សហ្នឹងមកបន្ទាប់មកយើងនឹងឃើញនៅខាងឆ្វេងដែលតាក់ទងជាមួយនឹងការបដូរ color នៃ background ហ្នឹងអញ្ចឹងបន្ទាប់មកយើងឃើញមានពណ៌ដែលស្រាប់ៗមានមួយចំនួនវាមានជាពណ៌សុទ្ធហើយនិងពណ៌លាយគ្នាអញ្ចឹងបើយើងអត់ចង់បានពណ៌ទាំងអស់ហ្នឹងទេយើងចូលទៅកន្លែងនេះ document color ហើយវាមានសញ្ញាបូកមួយពេលយើងចុចយកមកដាក់លើហ្នឹងគេដាក់ថា add new color អញ្ចឹងយើងចុចលើពណ៌លាយនឹងគ្នាហ្នឹងមកតើមកយើងចុចយើងឃើញកន្លែងនេះគឺវាអាចឲ្យយើងធ្វើការអូសទាញ color ទៅតាមអីដែលយើងចង់បានហើយយើងអាចរើសជា gradient ក៏បានជា solid color ហ្នឹងក៏បានដែរអញ្ចឹងខ្ញុំយកជាពណ៌សុទ្ធឥឡូវខ្ញុំសាក់យកពណ៌រាងពណ៌ខ្មៅវាជាមួយ background អត់អញ្ចឹងដាក់ពណ៌ខ្មៅទៅគឺអ្នកឃើញមើលអត់ឃើញអញ្ចឹងខ្ញុំអាចដាក់ជាពណ៌បៃតងនេះតមកដើម្បីបិទអាហ្នឹងយើងចុចនៅកន្លែងណាមួយមកតមកនឹងបាត់ពណ៌ហ្នឹងហើយយើងអាចដូរពណ៌ background បានបន្តមកទៀតគឺតាក់ទងជាមួយនឹង menu នេះខាងឆ្វេងនេះម្ដងអញ្ចឹងដោយសារតែ Canva ក៏គេបានធ្វើការ update មួយចំនួនដែរអញ្ចឹងវាអាចដូចពីមុនទេបើសិនជាអ្នកឃើញប្រើមុនហើយនៅឥឡូវវាអាចខុសគ្នាដែរអញ្ចឹងយើងក្រឡេកមកមើល tool ខាងនេះយើងមានថា design មាន element មានជាកន្លែង upload មានជា tool អីផ្សេងៗចឹងទៅអញ្ចឹងខ្ញុំនឹងយកតែមួយចំនួនទេហើយមួយចំនួនទៀតអ្នកគ្នាអាចស្វែងយល់បន្ថែមខ្លួនឯងផ្សេងទៀតអញ្ចឹងទី1តាក់ទងជាមួយនឹង design អញ្ចឹងកន្លែង design នេះអ្នកគ្នាកុំឲ្យច្រឡំថាពេលអ្នកគ្នាចុចកន្លែង design គឺអ្នកគ្នាអាច design បានប៉ុន្តែមិនមែនទេកន្លែង design នេះគឺជាកន្លែងដែលផ្ទុកនៅ template ទាំងអស់ដែលមាននៅក្នុង Canva អញ្ចឹងបើសិនជាអ្នកគ្នាអត់មាន idea ឬក៏អ្នកគ្នាពេលខ្លះវាការងារបញ្ញាប់អីចឹងទៅអញ្ចឹងអ្នកគ្នាអាចចូលកន្លែង design នេះបន្ទាប់មក search នៅtopic ឬក៏ search នៅposter ណាដែលអ្នកគ្នានឹងធ្វើអញ្ចឹងអ្នកគ្នាអាច search ទៅបន្ទាប់មកនឹងឃើញនៅ template ជាច្រើនហើយអញ្ចឹងអ្នកគ្នាអាចប្រើបានហ្នឹងករណីមាន free ហើយនិងមាន premium អញ្ចឹងបើយើង premium យើងអាចប្រើបាន template ទាំងអស់នៅក្នុងហ្នឹងតែបើយើងជា free user ទេយើងអាចមាន limit ក្នុងការប្រើយើងអាចមានថាយើងអាចប្រើបានតែកន្លែង free ដែលគេឲ្យយើងប្រើទេបើសិនជា poster ណាមានរូបមកុដគឺមានថា premium ហើយអញ្ចឹងយើងអាចប្រើបានទេអញ្ចឹងអ្នកគ្នាឃើញរបស់ខ្ញុំមាន edu នេះគឺខ្ញុំមាន license ទាក់ទងជាមួយនឹងedu user អញ្ចឹងទៅខ្ញុំអាចប្រើបានអូខេអញ្ចឹងបន្ទាប់ពីអ្នកនរគ្នា search អ្នកគ្នា enter ទៅអ្នកគ្នាអាចប្រើបានអញ្ចឹងរបៀបប្រើ template នេះគឺងាយស្រួលទេតាមអ្នកគ្នា search ឃើញហើយបន្ទាប់មកអ្នកគ្នាចុចទៅលើ poster ហ្នឹងមកដូចថាខ្ញុំចង់បាន poster template មួយនេះខ្ញុំចុចមកវានឹង apply ចូលនៅក្នុងboard របស់យើងហើយអញ្ចឹងយើងអាចធ្វើការកែកន្លែងណាយើងអត់ពេញចិត្តអីយើងអាចកែឬក៏អក្សរឈ្មោះអីខុសអញ្ចឹងយើងអាចកែបានឃើញអត់ឃើញ poster ឡើងស្អាតហ្មងអញ្ចឹងយើងអត់ចំណាយពេលយូរទេគឺមួយ plate យើងអាចនិយាយថា2 click 3 click ឯងគ្រាន់ថាវាយូរដោយសារតែយើងអត់ដឹង keyword ក្នុងការ search អីចឹងទៅទម្រាំតែយើង search បាននៅរបស់ដែលយើងចង់បានគឺវាយូរអញ្ចឹងបញ្ជាក់ម្ដងទៀតកន្លែង design នេះគឺតាក់ទងជាមួយនឹងការស្វែងរក template element អញ្ចឹង element នេះវាដូចជាកន្លែង store ដូចជាហាងមួយដែរតែហាងនេះគឺជាហាងលក់នៅឧបករណ៍មានថាសម្ភារៈផ្សេងៗដើម្បីឲ្យយើងប្រើប្រាស់អញ្ចឹងណាវាខុសពីកន្លែង design វាមាន template ស្រាប់ប៉ុន្តែកន្លែង element គឺវាជាកន្លែងផ្ទុក
នៅសម្ភារៈឬក៏ឧបករណ៍ដើម្បីឲ្យយើងយកមក design ខ្លួនឯងអញ្ចឹងនៅក្នុងនេះមកយើងចុចកន្លែង element យើងឃើញមានពាក្យ shape shape នេះគឺតាក់ទងជាមួយនឹងយើងឃើញមានប្រអប់មានជារង្វង់មានជាអីហ្នឹងទៅមានជា frame មានជាអីអញ្ចឹងណាតបមក frame នេះគឺតាក់ទងជាមួយនឹងយើងអាចថាជាស៊ុមទៅចោះប៉ុន្តែស៊ុមនេះគឺយើងអាចធ្វើការដាក់រូបចូលក្នុង Zoom ហ្នឹងហើយវាធ្វើការអូតូហើយយើងអាចធ្វើការផ្លាស់ប្ដូររូបភាពទៀតដោយយើងមិនបាច់ចាំធ្វើការក្រប់វាម្ដងទៀតអីចឹងទៅ Mockup គឺដូចខ្ញុំនិយាយចឹងគឺតាក់ទងជាមួយនឹងគំរូផលិតផល graphic តាក់ទងជាមួយនឹង element អីផ្សេងៗដែលវាជា PNG អញ្ចឹងទៅ animation animation អញ្ចឹងណា animation មានថាវាមានចលនាអ្នកយើងអាចឃើញវាមានចលនាហើយវាមាន price មាន free ចឹងចាំមានខាត់ន័យថាអ្នកគ្នាជា free user ទេអ្នកគ្នាគ្រាន់តែចុចកន្លែង free user នេះមកនឹងវានឹងចេញរបស់ណាដែល free ឲ្យយើងប្រើចឹងទៅតែអ្នកគ្នាមិនកុំឲ្យយើងច្រឡំថាយើងស្រឡាញ់របស់យើងចង់ប្រើរបស់ Pro ប៉ុន្តែក៏ពិតវា Pro អញ្ចឹងយើងអត់មាន license យើងអត់ប្រើបានអញ្ចឹងទៅយើងត្រូវខាត់ពេលរកទៀតហ្នឹងណាអញ្ចឹងយើងសុទ្ធតែ free មកអញ្ចឹងពេលដែលយើងស្រឡាញ់ចង់ប្រើគឺវា free សម្រាប់អញ្ចឹងយើងអាចប្រើបានតែម្ដងខ្ញុំ back ទៅបន្តទៀតអញ្ចឹងបន្ទាប់មកវាមានជា generate ជា image ទៀតเนาะអញ្ចឹងយើងអាចប្រើជា AI ដើម្បី generate image ទៀតតើតែយើងសរសេរនៅលើនេះបន្ទាប់មកយើងអាច generate បានអូខេតោះនេះខ្ញុំបន្តដែរតេស្តណាហ្នឹងហើយអ្នកគ្នាអាច explore បានខ្លួនឯងបន្ទាប់មកវាមានកន្លែង Pro category នេះ category នេះគេបែងចែកជានេះវាដូចជា quick action អញ្ចឹងណាដោយសារតែយើងដាក់ជាមួយយើងងាយស្រួលក្នុងការរកតែម្ដងយើងចង់ប្រើអីវាមានតែហ្នឹងអញ្ចឹង save ហ្នឹងដូចខ្ញុំបានប្រាប់មកអញ្ចឹងវាមានជាទម្រង់គ្រប់ប្រភេទដែលយើងចង់បានមកយកទៅដាក់ក្នុង design របស់យើងដើម្បីប្រើអ្នកគ្នាថាអ្នកគ្នាចង់បាន save ដែលជារាងរង្វង់នេះចុចណាអញ្ចឹងខ្ញុំបង្កើត page ថ្មីមួយសិនដើម្បីកុំឲ្យវាជាប់នៅលើ poster របស់យើងអញ្ចឹងដើម្បីលុបគឺយើងចុចលើ keyboard របស់យើងចុច delete មកយើងអាច delete បានទេបន្ទាប់មកយើងចុចadd page ថ្មី add ថ្មីនេះយើងឃើញកន្លែងicon សញ្ញាបូមហ្នឹងយើងចុចមកចុច add page ថ្មីបានហើយបន្ទាប់មកយើងឃើញថានេះខ្ញុំអត់ចង់ឲ្យវាពណ៌ gradient ហ្នឹងទេខ្ញុំចង់បំបាត់វាអញ្ចឹងយើងអាចចុច delete មកអញ្ចឹងវាទៅជាពណ៌សអូខេឥឡូវខ្ញុំចង់បាននៅ shape មួយដែលរាងរង្វង់នេះអញ្ចឹងដើម្បីបាន shape ហ្នឹងអ្នកគ្នាគ្រាន់ចុចលើវាមកអញ្ចឹងនឹងចេញលើ adverb របស់យើងអញ្ចឹងយើងអាចធ្វើការកែពណ៌កែអីអញ្ចឹងខ្ញុំនឹង review កន្លែងនេះបន្តទៀតតែខ្ញុំ review អំពីmenu នេះមួយសិនអញ្ចឹង graphic នេះដូចខ្ញុំបានបញ្យល់ពីមិញដែរគឺតាក់ទងជាមួយនឹងជា element អីចឹងទៅដែលយើងអាចយកទៅលម្អនៅក្នុងការ design របស់យើងហើយបន្ទាប់មកវាមានទាំង 3D ទៀតណា 3D នេះមានថាប្រភេទ icon ណាប្រភេទរូបភាពណាដែលវាជា 3D អញ្ចឹងហ្នឹងវាយើងអាចថាប៉ោងៗអញ្ចឹងតែវាឃើញប៉ោងហើយ anime នេះគឺមានចលនាអញ្ចឹងដោយសារយើងបាក់ថាពេលយើង search ទៅវាចេញរូបផងចេញអីផងអញ្ចឹងណាអញ្ចឹងយើងចុចតែកន្លែង animate ទៅវាចេញតែប្រភេទ animate មក photo ចុច photo ទៅចេញតែ photo មកឲ្យយើងអញ្ចឹងទៅពេលយើងចុច frame ចេញតែប្រភេទ frame មកឲ្យយើងវីដេអូចេញតែប្រភេទវីដេអូអញ្ចឹងដែរអញ្ចឹងពេល mock up យើងចុចមកវាមានប្រភេទ mock up ជាច្រើនដែលឲ្យយើងអាចប្រើប្រាស់បានបើសិនជាអ្នកគ្នាលក្ខណៈថាយើងមិនសូវចេះ design ឬក៏យើងពិបាកក្នុងការរកmock up អីចឹងណាយើងអត់ដឹង search អញ្ចឹងក្នុង Canva មានអញ្ចឹងយើងអាចប្រើនៅក្នុង Canva បានតែជួនកាលវាអាចដូចអ្នកដែលគេមាន skill ហ្មងទេអញ្ចឹងជួនកាលយើងត្រូវការអ្នកមាន skill ដែរអញ្ចឹងណាអូខេអញ្ចឹងកន្លែង menu sorry ចាកន្លែង menu នេះវាមានតែប៉ុណ្ណឹងបើសិនជានេះទេអ្នកគេអាច explore ខ្លួនឯងផ្សេងទៀតមានតាំងពី form ទៀតform ដូច Google Form អីនេះឃើញយើងអាចពេញអីអញ្ចឹងណាអញ្ចឹងយើង back មកកាន់កន្លែង menu ខាងលើនេះវិញអញ្ចឹង menu ខាងលើនេះវាអត់ចេញទេនៅពេលដែលយើងអត់ចុចទៅលើ object ណាមួយថាបើខ្ញុំចុចលើ object shape នេះអញ្ចឹងវានឹងចេញនៅ menu ខាងលើនេះអញ្ចឹង menu ខាងលើនេះវាអាចធ្វើអីបានខ្លះអញ្ចឹងវាអាចឲ្យយើង edit shape បានក្នុងការផ្លាស់ប្ដូរ shape ហើយយើងចង់មកដំបូងយើងចង់បានមូលតែឥឡូវយើងចង់បានការ៉េវិញយើងចុចមកវាចេញជាការ៉េ
បន្ទាប់មកកន្លែងនេះគឺកន្លែងផ្លាស់ប្ដូរពណ៌យើងចុចមកយើងអាចផ្លាស់ប្ដូរពណ៌បានបៃតងលឿងក្រហមនិយាយទៅតាមចិត្តតាមបេះដូងយើងហើយកន្លែងនេះគឺ stroke style អញ្ចឹង stroke style នេះគឺ outline នៅខាងក្រៅនេះដែលគេហៅថា stroke ណា outline អញ្ចឹងចុះមិនអត់ទាន់ឃើញ outline អញ្ចឹងដើម្បីឃើញ outline ដែលយើងចូលកន្លែង stroke style នេះមកយើងចុចមកបន្ទាប់មកយើងចុចរើសមកនេះវាមានប្រភេទបន្ទាត់វាមានបន្ទាត់ដាច់បន្ទាត់ដាច់គ្នា3ហើយវារឹតតែដាច់គ្នាទៀតអញ្ចឹងចូលកន្លែងបន្ទាត់នេះតមកកន្លែងនេះ stroke វាយនេះមានអាទំហំណាយើងចង់បានប៉ុន្មានគឺតាមយើងចង់បានប៉ុន្មានគឺការតែយើងហ្នឹងហើយអានេះវាចេញជាបន្ទាត់ដាច់អានេះដាច់រឹតតែញឹកនេះអានេះរឹតតែញឹកមែនតើហ្នឹងហើយហើយតមកនេះ corner ហ្នឹងគឺតាក់ទងមួយនឹងហ្គេមសងខាងនេះហ្គេមនេះអញ្ចឹងយើងចង់ឲ្យវាថាចង់ឲ្យវាកោងចង់ឲ្យវាស្រួចអញ្ចឹងណាចង់ឲ្យវា corner វារឿងកោងមើលទៅស្អាតអញ្ចឹងណាព្រោះស្រួចវាចាក់មើលទៅវាចាក់ផ្លែអញ្ចឹងហើយបន្ទាប់មកទៀតយើងធ្វើការ font អញ្ចឹងអ្នកកន្លែង font យើងចុចលាយមកវាចេញ font ជាច្រើនហើយយើងជ្រើសរើសយើងអាចធ្វើការវាយ search បានគ្រប់យ៉ាងហើយមានតែ font ខ្មែរទៀត font ខ្មែរនេះគឺវាយកពីកុំព្យូទ័ររបស់យើងណាតែបើអត់មានទេមានន័យថាយើងអាច upload បានប៉ុន្តែយកតែ premium version អូខេអញ្ចឹងយើងអាចបើកអក្សរបាននៅក្នុង Save ហ្នឹងទៀតដើម្បីបានយើងចុចមកយើងចុច double click ទៅចុចដល់ឃើញសញ្ញាលូតប៉ក់ៗហ្នឹងមកហើយតមកយើងធ្វើការវាយអក្សរទៅអូខេហើយតមកទៀតនេះកន្លែងលេខ24ហ្នឹងលេខ24ហ្នឹងគឺជាទំហំនៃអក្សរយើងចង់បានធំតូចអីហ្នឹងចុចសញ្ញាបូកសញ្ញាដកអីទៅយើងឃើញអក្សរវារីករាលធំតាមហ្នឹងហើយបន្ទាប់មកកន្លែង check color អក្សរ A ហើយមានពណ៌ដូច Entanu ហ្នឹងអាហ្នឹងគឺផ្លាស់ប្ដូរពណ៌អក្សរយើងចុចមកដល់យើងចុចមកនេះយើងអាចផ្លាស់ប្ដូរពណ៌វាបានហើយយើងចង់បានពណ៌សយើងចង់បានពណ៌ខ្មៅហើយចុចចូលពណ៌ខ្មៅទៅតែខ្ញុំឃើញថាវាអត់សូវឃើញយ៉ាងហ្នឹងអញ្ចឹងដាក់ពណ៌សវិញហើយបន្ទាប់មកកន្លែង B នេះគឺ bold ហ្នឹងវាមានតាម font ហ្នឹងណាជួនកាល font ខ្លះវាអាចឲ្យយើងដាក់ bold បាន bold មានថាវាក្រាស់ហ្នឹងហើយនេះវា italic នេះ trade អានេះ underline មានថាបន្ទាត់នៅពីក្រោមសបាទអានេះគឺ link text tool នេះ text tool មានថាយើងឆូតកណ្ដាលណាអានេះគឺប្រភេទអក្សរបើយើងចង់ឲ្យវាធំទាំងអស់តូចធំតូចអីហ្នឹងយើងចុចមើលតាមហ្នឹងទៅនេះគឺ alignment ហ្នឹងគឺ align គឺកណ្ដាលឆ្វេងស្ដាំអីចឹងទៅ align សងខាងអីហ្នឹងណាចឹងយើងអាចមើលតាមហ្នឹងបាននេះគឺ list អញ្ចឹងមានថា list ហ្នឹងមានថាពេលយើងមានជាចំណុចចឹងយើងចង់ដាក់វាជាចំណុចអីអាហ្នឹងគឺជាចំណុចអានេះគឺនេះអាហ្នឹងគឺសារ៉េទំអក្សរហ្នឹង space line space ពីលើពីក្រោម padding អីហ្នឹងយើងអាចសេរីបានទៀតតែយើងអាចប្រើតាម default គេទៅអាហ្នឹងប្រើតាម default គេព្រោះគេកាត់មកហ្នឹងគេបានសិក្សាអីត្រឹមត្រូវអស់ហើយអានេះគឺតកតងជាមួយនឹង transparency កម្រិតភាពច្បាស់ហើយឬក៏វាអត់ឲ្យធ្វើអត់ឲ្យច្បាស់ធ្វើអត់ឲ្យអីចឹងបើមិនជឿខ្ញុំធ្វើយើងទាញវាកាន់តែតូចចឹងវាកាន់តែអត់ច្បាស់យើងកាន់តែធំវាច្បាស់តមក animate នេះគឺកន្លែងដាក់ animation អានេះវាលក្ខណៈថាយើងធ្វើជា poster motion អីចឹងឬក៏ពេលយើងធ្វើ slide presentation អីយើងចង់ដាក់ជា effect ដាក់ជាចលនាឲ្យវាកាន់តែទាក់ទាញអីចឹងទៅអញ្ចឹងវាមាន2កន្លែងដាក់animate ហ្នឹងវាមាន page ហើយនិង element អញ្ចឹងវាខុសគ្នាត្រង់ថា page នេះគឺវានឹងធ្វើឲ្យចលនាពី page នេះពីនេះពីកន្លែងនេះអញ្ចឹងគឺដាក់ជាមួយនឹងpage animation ឬក៏វាអាចនិយាយថាទាំងអស់ហ្នឹងហើយឬក៏វាទាំងអស់នេះទាំងអស់ហ្នឹងវាជា page animate ប៉ុន្តែ element វាគឺជាចលនាសម្រាប់តែ element មួយถ้าយើងដាក់នេះគេវាចេញ element ហ្នឹងពេលយើងដាក់ page គឺវាចេញទាំងអស់វាចេញទាំងអស់ហ្នឹងហ្នឹងអូខេអញ្ចឹងហើយ position គឺនេះដូចខ្ញុំនិយាយអញ្ចឹងវាដូចជាមួយនឹង layer អញ្ចឹងយើងចុចមកយើងឃើញ layer ទាំងអស់ហើយយើងថាខ្ញុំចុច duplicate layer អញ្ចឹងដើម្បី duplicate layer គឺយើងចុច command D បើ Windows ខ្ញុំភ្លេចដែរ control ហ្នឹង D មិនដឹងប៉ុន្តែអ្នកខ្លះអាចចុចសារទៅយើងចុចមកនេះអញ្ចឹងយើងអាចឃើញនេះ layer
3-4 ស្ទាប់នៅជាប់ៗគ្នាអញ្ចឹងយើងអាចទាញអាច move layer របស់យើងបានហើយហ្នឹងពេលអារាំងនេះមានថាអារាំងនេះយើងផ្លាស់ប្ដូរថាវានៅឆ្វេងស្ដាំពីទៅលើទៅក្រោមអញ្ចឹងណាបើថាអ្នកទៅលើក្រោមមិនមានថាឥឡូវខ្ញុំបដូរវាពណ៌នេះទៅជាពណ៌បៃតងណាតាមមកចូល align position ហ្នឹងតមកយើងចុច forward នេះតាមមកដាក់ to front នេះ bring to front ហ្នឹងមកអញ្ចឹងហ្នឹងវាមកលើហ្នឹងហើយមកលើអអូខេហ្នឹងហើយអានេះវាទាក់ទងមួយ tool នេះគឺជា tool ដែលយើងប្រើប្រចាំថ្ងៃនេះទាក់ទងមួយខាងលើនេះណាតមកទៀតក្នុងហ្នឹងក៏គេមាន tool ផ្សេងទៀតដែរវាទាក់ទងជាមួយនឹង app អញ្ចឹងទាក់ទងមួយ app នេះគឺកន្លែងផ្សេង app ផ្សេងៗទៀតដែលមាននៅក្នុងហ្នឹងដែលយើងអាចប្រើបានបើថាមានទាំង QR code image upscale មានថាធ្វើឲ្យimage ហ្នឹងវាទៅតែច្បាស់អញ្ចឹងណាវាមានច្រើននៅក្នុងហ្នឹងអញ្ចឹងយើងអាចធ្វើការសិក្សាខ្លួនឯងទៅយើង explore ទៅយើងអាចប្រើប្រាស់បានយើងគិតថា app មួយណាដែលមានប្រយោជន៍សម្រាប់យើងអីចឹងណាតែខ្ញុំធ្លាប់ប្រើតែ QR code upscale នេះបាទហើយនឹងchat ហើយនឹង data autofill នេះគឺគេហៅថាដូចយើង design certificate ចឹងអញ្ចឹងយើងបើយើងវាយឈ្មោះមួយវាយូរបើយើងប្រើ data autofill នេះគឺយើងបង្កើត template មួយតមកយើងប្រើ data autofill ហ្នឹងទៅអញ្ចឹងវានឹងបំពេញឈ្មោះ auto ឲ្យយើងហ្មងនិយាយទៅលឿនកាត់បន្ថយពេលយើងត្រូវទៅមួយថ្ងៃអីយើងធ្វើតែមួយ flash ហើយនិយាយទៅ Canva មានច្រើនគ្នានេះដូចតាក់ទងជាមួយនឹងតាក់ទងមួយកែរូបនេះឃើញអត់ Instagram និយាយទៅវាមានច្រើនទៀតតែយើងធ្វើការ explore ខ្លួនឯងអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេហើយជួបគ្នានៅវីដេអូក្រោយទៀតឬក៏ឆាប់តាក់ទងជាមួយនឹង Canva បាយបាយកុំភ្លេច Subscribe មួយផង